How's it going តើអ្នកសុខទុក្ខយ៉ាងណាដែរតើវាយ៉ាងម៉េចហើយតើវាដំណើរការយ៉ាងម៉េចហើយអ្នកដូចមិនដែរអូខេអញ្ចឹងhow's it going ជាទូទៅគេប្រើក្នុងលក្ខខណ្ឌបែបសួរសុខទុក្ខអីចឹងទៅ example hey how's it going I'm fine how are you អញ្ចឹងគាត់សួរថា hey ម៉េចហើយសុខទុក្ខយ៉ាងណាដែរអញ្ចឹង B ហ្នឹងគាត់ឆ្លើយថា I'm fine how are you ខ្ញុំសុខសប្បាយទេ Okay how are you តើអ្នកសុខសប្បាយជាទេ How's it going with the new job ការងារថ្មី new job ការងារថ្មី Hey មិនហើយការងារថ្មីមកយើងអញ្ចឹងគាត់និយាយថា It's going well អូខេអញ្ចឹងគាត់ថាវាដំណើរការល្អទេ It's a bit busy หมายថាវារៀងរវល់បន្តិច a bit busy a bit មកបន្តិច busy រវល់ It's a bit busy វារវល់បន្តិច but good តែវាជាការងារល្អអូខេឥឡូវយើងមកអឺ unboxing ណាយើងមក unboxing ជាមួយនឹង conversation ថ្មីអូខេតែមានចំណងជើងថា how's it going តើអ្នកសុខទុក្ខយ៉ាងណាហើយយ៉ាងណាដែរអីចឹងណាឥឡូវយើងមកស្ដាប់កិច្ចសន្ទនារវាង Sunny និង David តែពីរអ្នកនេះលើកនេះអញ្ចឹងយើងមកស្ដាប់កិច្ចសន្ទនា Sin របស់ពួកគាត់ Hey, David, how's it going? Fine, thanks. How are you? Pretty good. So are your classes interesting this semester? Yes, they are. I really love chemistry. Chemistry? Are you and Beth in the same class? No, we aren't. My class is in the morning. Her class is in the afternoon. Listen, I'm on my way to the cafeteria now. Are you free? Sure. Let's go. អូខេមិញយើងបានស្ដាប់កិច្ចសន្ទនារវាង David ហើយនិង Sunny ហើយឥឡូវយើងមករៀនបកប្រែកិច្ចសន្ទនារបស់ពួកគាត់ទាំងពីរប៉ុន្តែមុនចាប់ផ្ដើមយើងរៀនពាក្យថ្មីសិនអូខេចឹងពាក្យថ្មីរបស់យើងនៅខាងស្ដាំដៃpretty good អូខេប្រែថាល្អខ្លាំងណាស់ពិតជាល្អណាស់ហើយចឹងទៅ interesting ដែលគួរឲ្យចាប់អារម្មណ៍ interesting pretty good pretty good interesting អូខេដែលគួរឲ្យចាប់អារម្មណ៍ this semester ឆមាសនេះ this semester ឆមាសនេះ same class ថ្នាក់រៀនតែមួយឬក៏រៀនថ្នាក់ជាមួយគ្នាអញ្ចឹងទៅ cafeteria អាហារដ្ឋាន let's go តោះពួកយើងទៅតោះនឹងសេខនតនឹងសបន្តអូខេ let's go តោះពួកយើងទៅ classes ឬក៏ subjects ប្រែថាមុខវិជ្ជាអូខេតោះឥឡូវយើងមកអានកិច្ចសន្ទនារបស់គ្នាហើយយើងនឹងបកប្រែចឹងសន្ទនាគាត់និយាយថា Hey David how's it going ចឹងគាត់សួរថាសួស្ដី David សុខទុក្ខយ៉ាងណាដែរ Hey David how's it going សួស្ដី David សុខទុក្ខយ៉ាងណាដែរ David គាត់ថា Fine thanks how are you អូខេសុខធម្មតាទេអរគុណអូខេ How are you តើអ្នកសុខសប្បាយទេ Pretty good so are your classes interesting this semester ចឹងគាត់និយាយថាសុខទុក្ខធម្មតាទេឬក៏ល្អណាស់ណាជីវិតផងគាត់ណាល្អណាស់អីចឹងទៅឬក៏សុខទុក្ខធម្មតាអីចឹងទៅมันមានបញ្ហាអូខេ so are your classes interesting this semester so ដូច្នេះ your classes ប្រែថាមុខវិជ្ជាមិនមែនប្រែថាថ្នាក់ទេណាកន្លែងហ្នឹង are your classes interesting this semester តើមុខវិជ្ជារបស់អ្នកឆមាសនេះគួរឲ្យចាប់អារម្មណ៍អត់អូខេ this semester ឆមាសនេះ interesting ដែលគួរឲ្យចាប់អារម្មណ៍អញ្ចឹងគាត់សួរថាតើមុខវិជ្ជារបស់អ្នកនៅក្នុងឆមាសនេះគួរចាប់អារម្មណ៍អត់ចូលចិត្តអត់អីចឹងទៅអូខេអញ្ចឹង David គាត់ថា yes they are interesting I really love chemistry អញ្ចឹង David គាត់និយាយថាបាទអូខេពួកគេពិតជាឬក៏ពួកវាមិនពួកគេណាពួកវាចង់សម្ដៅលើមុខវិជ្ជាយើងបកប្រែថាពួកវាវាជាក់ស្ដែង they នេះយើងប្រែថាពួកគេមិនតែបើសិនជាតំណាងឲ្យវត្ថុដូចជាមុខវិជ្ជាអីអញ្ចឹងគេហៅថាពួកវាអញ្ចឹងទៅអញ្ចឹងយើងអាចបកថាពួកវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់អូខេ I love chemistry ខ្ញុំពិតជាស្រឡាញ់មុខវិជ្ជាគីមីណាស់អូខេខ្ញុំពិតជា really ប្រែថាពិតជាខ្ញុំពិតជាស្រឡាញ់មុខវិជ្ជាគីមីខ្លាំងណាស់អញ្ចឹងសុនហ៊ីដូចគាត់ចង់សើចអីបន្តិចអញ្ចឹងណា chemistry
okay ចឹងគាត់ក៏សួរទៀតថា Are you and Beth in the same class okay ចឹងគាត់ថា Gimme ហ៊ាន Gimme ចូលចិត្ត Gimme ចឹងគាត់សួរថា Are you and Beth in the same class តើអ្នកហើយនឹង Beth ហ្នឹងមិត្តភក្តិមួយទៀតណាគេឈ្មោះ Beth តើអ្នកហើយនឹង Beth ហ្នឹងរៀនមួយគ្នាឬក៏នៅថ្នាក់មួយឬក៏នៅថ្នាក់តែមួយមែន in the same class រៀនជាមួយគ្នាឬក៏នៅថ្នាក់តែមួយគេគាត់សួរថាតើអ្នកហើយនឹង Beth ហ្នឹង in the same class រៀនថ្នាក់ជាមួយគ្នាមែនអូខេអញ្ចឹង David គាត់ឆ្លើយថា No we aren't My class is in the morning her class is in the afternoon អូខេអញ្ចឹងគាត់និយាយថាទេពួកយើងមិនមែនទេមិនថាមិនមែនរៀនជាមួយគ្នាទេ No we aren't ថ្នាក់របស់ខ្ញុំនៅវេនព្រឹក My class is in the morning មិនថាថ្នាក់របស់ខ្ញុំនៅវេនព្រឹក Her class is in the afternoon ថ្នាក់របស់នាងនៅវេនថ្ងៃត្រង់អូខេ afternoon អញ្ចឹងសុនហីគាត់ថា Listen I'm on the way to the cafeteria now Listen ហ្នឹងមិនប្រែថាស្ដាប់ទេណាប្រែថាអេឬក៏ណែអូខេ Listen អេឬក៏ណែ I'm on the way to the cafeteria now បែរថាខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ I'm on the way to មានន័យថាកំពុងធ្វើដំណើរឆ្ពោះទៅ I am on the way to កំពុងធ្វើដំណើរឆ្ពោះទៅ the cafeteria អាហារដ្ឋាន now ឥឡូវហ្នឹងអេឬក៏ណែខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ the cafeteria now ខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅអាហារដ្ឋានឥឡូវហ្នឹង Are you free តើអ្នកទនេទេ Okay Are you free តើអ្នកទនេទេចេញមើលតើគ្នាណា on the way to am on the way to មានន័យថាខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ I'm on the way to the cafeteria ខ្ញុំកំពុងតែធ្វើដំណើរឆ្ពោះទៅអាហារដ្ឋាន I'm on the way to the airport ខ្ញុំកំពុងតែធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋានពលានយន្តហោះអូខេ I'm on the way to the hospital ខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅមន្ទីរពេទ្យអូខេត្រឡប់មកវិញគាត់និយាយថា Listen I'm on the way to the cafeteria now អេណែខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅអាហារដ្ឋានឥឡូវហ្នឹង Are you free តនេអត់តើអ្នកតនេអត់ Sure let's go អញ្ចឹង David ក៏ឆ្លើយថាតនេតាឬក៏ប្រកាសឲ្យខ្ញុំតនេតា Let's go តោះទៅជាមួយគ្នាអូខេឥឡូវយើងមកមើលចំណុចបន្ទាប់នេះយើងមករៀនពីសំណួរចម្លើយខ្លីៗអូខេអញ្ចឹងយើងមានចំនួន5អញ្ចឹងគេសួរថា Are you free អូខេ Are you free អញ្ចឹងយើងអាចឆ្លើយថា Yes I am បើសិនជាយើងអត់ free ទេអត់ទេនិយាយថា No I'm not Is David from Mexico Yes he is No he's not Is Beth class in the morning Yes it is No it's not Are you and Beth in the same class Yes we are No we are not Are your classes interesting? Yes, they are. No, they are not. Okay. ឥឡូវយើងមកប្រភេទអញ្ចឹងក៏សួរថា Are you free? តើអ្នកទំនេរទេបើសិនជាទំនេរនិយាយថា Yes I am បើសិនជាអត់ទំនេរនិយាយថា No I'm not. Okay. អញ្ចឹងក៏សួរថា Is David from Mexico? តើ David មកពីប្រទេស Mexico មែនទេបើសិនជាមែនឆ្លើយថា Yes he is មិនថាគាត់មែនហើយគាត់មកពី Mexico No he's not មិនន័យថាទេគាត់មិនមកពី Mexico ទេ Okay Is Beth class in the morning Beth class មានបន្ត s នេះមានន័យថារបស់កន្លែងហ្នឹងណាយើងចំណាំអញ្ចឹងគេសួរថាតើថ្នាក់របស់ Beth នេះនៅពេលព្រឹកមែនឬក៏នៅវេនព្រឹកមែនបើសិនជាមែនឆ្លើយថា Yes it is
បើសិនជាមិនមែនទេឆ្លើយថា no it's not អូខេចឹងគេសួរទៀតថា Are you and Beth in the same class តើអ្នកឯងនិង Beth ហ្នឹងរៀនជាមួយគ្នាមែន in the same class រៀនជាមួយគ្នានៅថ្នាក់ជាមួយគ្នា Are you and Beth in the same class បើសិនជាមែនឆ្លើយថា yes we are អូខេមែនហើយ we are យើងរៀនមួយគ្នា no we are not ទេមិនរៀនមួយគ្នាទេ Are your classes interesting តើមុខវិជ្ជារបស់អ្នកគួរឲ្យចាប់អារម្មណ៍ទេឬក៏សប្បាយរៀនទេគួរឲ្យចាប់អារម្មណ៍ទេចឹងយើងឆ្លើយថា yes they are បាទចាស់ពិតមែនហើយមុខវិជ្ជាទាំងអស់ហ្នឹងគួរឲ្យចាប់អារម្មណ៍យ៉ាងណាស់ no they are not ទេអត់ចាប់អារម្មណ៍ទេធុញអីចឹងទៅអូខេ right អរគុណសម្រាប់ការចូលចិត្តតាមដានវីដេអូរៀនភាសាអង់គ្លេសជាមួយនឹង Jack's English សូមកុំភ្លេចជួយចុចជាងឬ subscribe ជួបគ្នាវីដេអូក្រោយ bye